តម្លៃប្រេងបានឡើងថ្លៃមកវិញបន្ទាប់ពីមានព័ត៌មានថាសហរដ្ឋអាមេរិកបានវាយប្រហារថ្មីលើអ៊ីរ៉ង់នៅតំបន់ច្រកសមុទ្រ Hormuz តម្លៃប្រេងបានកើនឡើងខ្លាំងនៅថ្ងៃប្រហ័សបន្ទាប់ពីមានសេចក្តីរាយការណ៍ថាកងទ័ពអាមេរិកបានធ្វើការវាយប្រហារលើទីតាំងរបស់អ៊ីរ៉ង់នៅជិតច្រកសមុទ្រ Hormuz មុននេះតម្លៃប្រេងបានធ្លាក់ចុះនៅដើមថ្ងៃប៉ុន្តែបន្ទាប់មកបានងើបឡើងវិញដោយសារចម្រុះពីទីក្រុងតេហេរ៉ង់អំពីសំណើសន្តិភាពថ្មីនិងការប៉ុនប៉ងសារជាថ្មីក្នុងការគ្រប់គ្រងច្រកសមុទ្រតាមរបាយការណ៍មួយបានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាចាប់ផ្ដើមប្រតិបត្តិការឡើងវិញដើម្បីអមការពារនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រក៏បានធ្វើឲ្យទីផ្សារព្រួយបារម្ភឡើងវិញភ្លាមៗផងដែរបន្ទាប់មកមុនទីផ្សារហ៊ុន Wall Street បិទអ្នកសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាអាមេរិកបានវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់មួយគ្រឿង Fox News បានរាយការណ៍ដោយយោងទៅលើមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ការវាយប្រហារថ្មីរបស់អាមេរិកគឺលើកំពង់ផែកេសទីក្រុង Bandar Abbas របស់អ៊ីរ៉ង់ដែលស្ថិតនៅក្នុងនិងជិតច្រក Hormuz ទោះជាយ៉ាងណាមន្ត្រីនោះបញ្ជាក់ថានេះមិនមែនជាការចាប់ផ្ដើមសង្គ្រាមឡើងវិញនោះទេបន្ទាប់ពីព័ត៌មាននេះបានចេញផ្សាយតម្លៃប្រេងទាំងពីរប្រភេទបានកើនឡើងភ្លាមៗប្រេង Brent របស់ប្រទេសអង់គ្លេសសម្រាប់ខែកក្កដាបានឡើង 1.2% ដល់ $102.48 ក្នុងមួយបារ៉ែលបន្ទាប់ពីធ្លាក់ដល់ $96.10 ក្នុងមួយបារ៉ែលមុននេះចំណែកឯប្រេង WTI របស់សហរដ្ឋអាមេរិកសម្រាប់ខែមិថុនាបានឡើង 2.8% ដល់ 97.75% ក្នុងមួយបារ៉ែលកិច្ចពិភាក្សាត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយនៅប្រទេសប៉ាគីស្ថានផែនការនេះនឹងចំណាយពេល1ខែដើម្បីដោះស្រាយបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងការដកទណ្ឌកម្មសេដ្ឋកិច្ចទោះជាយ៉ាងណានៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗដូចជាការចម្រាញ់អ៊ុយរ៉ាញ៉ូមនិងការត្រួតពិនិត្យមន្ត្រីនាំពាក្យក្រសួងការបរទេសរបស់អ៊ីរ៉ង់អ៊ីស្ម៉ាអែលបាកេបាននិយាយថាអ៊ីរ៉ង់នៅតែកំពុងពិនិត្យសំណើរបស់អាមេរិកហើយមិនទាន់សម្រេចចិត្តនៅឡើយទេ CNN ក៏បានរាយការណ៍ថាអ៊ីរ៉ង់បានដាក់បទបញ្ជាថ្មីសម្រាប់នាវាដឹកប្រេងដែលចង់ឆ្លងកាត់ច្រកនេះដោយតម្រូវឲ្យបំពេញឯកសារ Vessel Information Declaration ប្រសិនបើមិនបំពេញនាវាអាចប្រឈមមុខនឹងការវាយប្រហារសារព័ត៌មាន Wall Street Journal បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ Mohsen Razaei ដែលនិយាយថាអ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យអាមេរិកបើកច្រក Hormuz ឡើងវិញដោយផែនការមិនសមហេតុផលហើយបញ្ចប់សង្គ្រាមដោយមិនសងសំណងចំពោះការខូចខាតដែលបានកើតឡើងលើអ៊ីរ៉ង់នោះទេលោកយិនមុនថេងអ្នកជំនាញជួញដូរហាងឆេងមាសនៅ FX Begin បានមើលឃើញថាលកឹកណាភាគីទាំងពីរមិនទាន់សម្រេចចុះហត្ថលេខានៃបទឈប់បាញ់ជាអចិន្ត្រៃយ៍ផ្លូវការនោះទេច្រក Hormuz នៅតែរងឥទ្ធិពលពីការបិទឬរងការវាយប្រហារដែលជាហេតុចម្បងដាក់សម្ពាធឲ្យតម្លៃមាសមិនទាន់ឡើងទៅលើឆ្ងាយតាមរយៈតម្លៃប្រេងឡើងថ្លៃនោះទេ